ជំរាបសួរថ្ងៃនេះសូមជូនវីដេអូនៃការរៀបតារាសាស្ត្រប្រចាំឆ្នាំ2026ឆ្នាំមមីដែលជាការរៀបតារាសាស្ត្រផ្កាយលេខ5និងផ្កាយលេខ2ដែលជាផ្កាយអវិជ្ជមានផ្កាយធាតុដីថ្ងៃនេះនាងខ្ញុំរកបានតែពេលវេលានៃការរៀបតារាសាស្ត្រអវិជ្ជមានផ្កាយលេខ5និងផ្កាយលេខ2មុនដោយសារតារាសាស្ត្រនេះគឺជាតារាសាស្ត្រដែលអវិជ្ជមានខ្លាំងជាងគេដែលយើងអាចរៀបនៅក្នុងមុនចូលឆ្នាំចិនបានគឺនៅចុងខែ1អត់អាចរៀបដើមខែ1យើងអាចជ្រើសរើសនៅចុងខែ1អញ្ចឹងយើងដល់ចុងខែ1យើងអាចរកថ្ងៃរៀបតារាសាស្ត្រផ្កាយលេខ5និងផ្កាយលេខ2នេះបានចេះដល់អី2ឆ្នាំនេះនិយាយទាំងឆ្នាំ2025និងឆ្នាំ2026យើងរកថ្ងៃដើម្បីបន្ថយតារាសាស្ត្រអវិជ្ជមានផ្កាយលេខ5និងផ្កាយលេខ2បាននៅចុងឆ្នាំដែលជាឆ្នាំក្បួនចន្ទសែឆ្នាំមុនក៏សំណាងឆ្នាំនេះក៏សំណាងមានមួយថ្ងៃនេះដែលអាចឲ្យយើងបន្ថយអត្តពលផ្កាយលេខ5និងផ្កាយលេខ2បានចំថ្ងៃដែលត្រូវក្បួននៅក្នុងឆ្នាំមមី2026នាងខ្ញុំរើសបានថ្ងៃសម្រាប់បន្ថយផ្កាយលេខ5និងបន្ថយផ្កាយលេខ2នៅចុងខែ1នេះគឺនៅថ្ងៃទី27ដែលជាថ្ងៃមាសដកនៅលើឆ្លូវថ្ងៃស្ថាបនាហើយខ្ញុំក៏បានរើសមួយថ្ងៃទៀតទុកឲ្យហើយរើសបាននៅក្នុងថ្ងៃទី5ខែកុម្ភៈឆ្នាំ2026ចូលខែថ្មីឆ្នាំថ្មីគឺខែខាឆ្នាំមមីគឺនៅក្នុងថ្ងៃមាសបូកនៅលើចដែលជាថ្ងៃជោគជ័យអញ្ចឹងបងប្អូនស្ដាប់ណាសម្រាប់ពីវេលានេះវេលាទី1គឺនៅថ្ងៃទី27ខែមករាថ្ងៃមាសដកលើឆ្លូវថ្ងៃស្ថាបនានៅវេលាទី2គឺថ្ងៃទី5ខែកុម្ភៈឆ្នាំ2026ដែលជាខែខាឆ្នាំមមីថ្ងៃមាសបូកនៅលើចជាថ្ងៃជោគជ័យខ្ញុំរើសពីវេលានេះសម្រាប់បងប្អូនដែលមានវេលាមិនល្អជាមួយនឹងឆ្នាំម្សាញ់ឬមួយក៏ខែឆ្លូវឬមួយក៏ថ្ងៃឆ្លូវបងប្អូនអាចជ្រើសរើសយកវេលានៅក្នុងឆ្នាំមមីខែខាថ្ងៃចអញ្ចឹងបងប្អូនឃើញខ្ញុំដាក់នៅក្នុងឯកសារនេះណាថ្ងៃទី27ខែមករាហាមមិនឲ្យបងប្អូនដែលកើតនៅក្នុងឆ្នាំមមែធ្វើទេព្រោះមមែឆុងជាមួយឆ្លូវចំណែកឯនៅក្នុងថ្ងៃទី5ខែកុម្ភៈហាមមិនឲ្យបងប្អូនដែលមានឆ្នាំរោងធ្វើទេពីព្រោះអ្នកដែលឆ្នាំរោងឆុងជាមួយនឹងថ្ងៃចអញ្ចឹងខ្ញុំរើសពីវេលានេះគឺគ្រប់គ្រាន់សម្រាប់បងប្អូនដែលមានឆ្នាំកំណើតគ្រប់ឆ្នាំកំណើតទាំងអស់ដាក់បន្ថយអត្តពលតារាសាស្ត្រផ្កាយលេខ5និងបន្ថយអត្តពលតារាសាស្ត្រផ្កាយលេខ2បានគ្រប់គ្នាពេញទូទាំងប្រទេសពេញទូទាំងពិភពលោកតែម្ដងអ្នកដែលជឿតាមក្បួនចិនសែហើយជាកូនសិស្សរបស់ខ្ញុំហើតែពីវេលានេះគឺចាប់ប្រចាំឆ្នាំគឺខ្ញុំនឹងមិនរើសវេលាសម្រាប់បន្ថយផ្កាយលេខ2និងផ្កាយលេខ5ទៀតទេព្រោះខ្ញុំធ្វើនេះគឺប្រកបផ្ទួលខ្លួនរបស់បងប្អូនតែម្ដងហើយខ្ញុំបញ្ជាក់សម្រាប់ការបន្ថយអត្តពលតារាសាស្ត្រផ្កាយលេខ5និងបន្ថយអត្តពលតារាសាស្ត្រផ្កាយលេខ2ដាច់ខាតគឺយើងធ្វើនៅចុងខែ1ឬមួយនៅក្នុងកំឡុងខែ2បើហួសពីពេលវេលានេះហើយគឺធ្វើអត់ប្រយោជន៍ទេហេតុអីដោយសារអត្តពលអាក្រក់វាជ្រាបចូលមកក្នុងផ្ទះយើងរួចបាត់ទៅហើយសម្រាប់អ្វីដែលខ្ញុំនិយាយវាមិនដាច់ណាត់ដែលបងប្អូនត្រូវតែរៀបចំបន្ថយអត្តពលផ្កាយលេខ5ផ្កាយលេខ2នៅចុងខែ1ឬនៅក្នុងខែ2បងប្អូនធ្វើនៅខែណាក៏បានដែរតែវាអត់ល្អដូចនៅចុងខែ1និងនៅក្នុងខែ2ទេខ្ញុំបញ្ជាក់បើបងប្អូនបានឃើញវីដេអូនេះហើយបងប្អូនធ្វើឲ្យហើយកុំចាំពេលវេលាល្អជាងនឹងអត់មានពេលវេលាល្អជាងនឹងទេខ្ញុំមើលអស់ហើយអញ្ចឹងវាអាចច្រើនខែទៅមុខទៀតអញ្ចឹងវាយឺតយ៉ាវនៅក្នុងការបន្ថយអត្តពលអាក្រក់អញ្ចឹងកុំឲ្យអត្តពលអាក្រក់នឹងជ្រាបចូលទៅក្នុងផ្ទះយើងតន់បងប្អូនត្រូវតែការពារវាទុកឲ្យហើយចឹងបងប្អូនទាំងអស់គ្នាខ្ញុំបញ្យល់ប៉ុណ្ណេះសង្ឃឹមថាបងប្អូនយល់ពីជម្រៅចិត្តអំពីអ្វីដែលខ្ញុំចង់រៀបរាប់ប្រាប់បងប្អូនឥឡូវដើម្បីរកវេលារៀបតារាសាស្ត្រប្រចាំឆ្នាំមិនថាតារាសាស្ត្រលេខមួយណាអវិជ្ជមានឬវិជ្ជមានទេខ្ញុំបញ្យល់ឲ្យបងប្អូនយល់
ចឹងបងប្អូនត្រូវតែយល់អំពីជំហាននីមួយៗហេតុអីបានជាខ្ញុំមានដំណាក់កាលនៃការបង្ហាត់បង្ហាញបងប្អូនសម្រាប់ការរៀបតារាសាស្ត្រប្រចាំឆ្នាំទាំងវត្ថុមង្គលដែលត្រូវដាក់ទាំងទីតាំងព្រោះវាគឺត្រូវរៀបចំតាមក្បួនទៅបងប្អូនធ្វើទៅទទួលបានសុខសប្បាយនិងលាភជ័យចឹងបងប្អូនមិនដឹងតាមជំហាននីមួយៗដើម្បីរៀបចំតារាសាស្ត្រមួយទីតាំងបានចំណុចទី1បងប្អូនត្រូវដឹងថាឆ្នាំនេះជាឆ្នាំអ្វីឆ្នាំនេះជាឆ្នាំ2026អញ្ចឹងជាគណនាតារាសាស្ត្រប្រចាំឆ្នាំហ្នឹងយកលេខ2បូកលេខ0បូកលេខ2បូកលេខ6ស្មើនឹង10យក11ដក10ស្មើនឹង1តារាសាស្ត្រឆ្នាំនេះគឺចោះផ្កាយលេខ1នៅកណ្ដាលបន្តមកជំហានទី2យើងត្រូវចេះដាក់តារាសាស្ត្រតាមជំហានឡស៊ូផ្កាយលេខ1ប្រចាំឆ្នាំនៅកណ្ដាលផ្កាយលេខ2នៅទិសខាងជើងជាងទិសខាងលិចផ្កាយលេខ3នៅទិសខាងលិចផ្កាយលេខ4គឺនៅទិសខាងជើងជាងទិសខាងកើតផ្កាយលេខ5នៅទិសខាងត្បូងផ្កាយលេខ6គឺនៅទិសខាងជើងផ្កាយលេខ7គឺនៅទិសខាងត្បូងជាងទិសខាងលិចផ្កាយលេខ8គឺនៅទិសខាងកើតផ្កាយលេខ9គឺនៅទិសខាងត្បូងជាងទិសខាងកើតអញ្ចឹងបងប្អូនចូលដល់ជំហានទី3យើងដឹងថាតារាសាស្ត្រប្រចាំឆ្នាំគឺជាតារាសាស្ត្រចនិងរដើរតារាសាស្ត្រដើរដែលយើងត្រូវបែងចែកចេញជា2ក្រុមទី1គឺក្រុមអវិជ្ជមានផ្កាយលេខ2ផ្កាយលេខ3ផ្កាយលេខ5និងផ្កាយលេខ7ណាក្រុមទី2គឺផ្កាយវិជ្ជមានផ្កាយល្អគឺមានផ្កាយលេខ1ផ្កាយលេខ4ផ្កាយលេខ6ផ្កាយលេខ8និងផ្កាយលេខ9ចំណុចទី4យើងត្រូវដឹងថាផ្កាយលេខ2លេខ3លេខ5លេខ7គឺជាផ្កាយវិជ្ជមានគឺយើងត្រូវបន្ថយអត្តពលរបស់វាចំណែកឯក្រុមទី2ផ្កាយលេខ1លេខ4លេខ6លេខ8លេខ9គឺជាផ្កាយវិជ្ជមានគឺយើងត្រូវជំរុញផ្កាយវិជ្ជមានទាំងអស់ហ្នឹងជំហានទី5យើងត្រូវដឹងក្បួនថាផ្កាយវិជ្ជមានគឺយើងត្រូវបន្ថយគឺយើងប្រើធាតុកូនដើម្បីបន្ថយអញ្ចឹងផ្កាយលេខ2 3 5 7គឺយើងត្រូវប្រើធាតុកូនដើម្បីបន្ថយចំណែកឯក្បួនជំរុញផ្កាយគឺផ្កាយលេខ1 4 6 8 9គឺត្រូវប្រើធាតុម៉ែឬធាតុខ្លួនឯងដើម្បីជួយជំរុញផ្កាយវិជ្ជមានចំណុចទី6បងប្អូនត្រូវចេះរកវត្ថុមង្គលដើម្បីប្រើប្រាស់ឲ្យត្រឹមត្រូវតាមក្បួននៃការផ្សំតារាសាស្ត្រកណ្ដាលផ្ទះបូកជាមួយយកបូក1ពីឆ្នាំការមិនគ្រប់ធាតុដោយប្រើប្រាស់វត្ថុបន្ថែមទៅលើវត្ថុមង្គលជាគោលដើម្បីឲ្យពេលវេលានៃខែនីមួយចូលមកគឺអត់មានឱកាសនឹងត្រូវឆុងនៅពេលដែលយើងរៀបវត្ថុមង្គលប្រចាំឆ្នាំរួចហើយទេអញ្ចឹងខ្ញុំរើសលម្អិតសម្រាប់វត្ថុនីមួយដើម្បីគណនាបន្ថែមទៀតទី7គឺយើងរកវេលាឲ្យត្រូវនៃការគ្រប់គ្រងវត្ថុមង្គលទៅតាមទីតាំងនីមួយនៃផ្កាយដូច្នេះការរៀបចំវត្ថុមង្គលរកបានវេលាផ្សេងគ្នាគ្រប់ទីតាំងទាំងអស់គឺมันអាចដាក់នៅវេលាតែមួយបានទេព្រោះវត្ថុផ្សេងគ្នាផ្កាយផ្សេងគ្នាបើសិនជាបងប្អូនឃើញខ្ញុំឲ្យបងប្អូនរៀបចំវត្ថុណាមួយនៅក្នុងថ្ងៃជាមួយគ្នាបានន័យថាវត្ថុហ្នឹងជាវត្ថុប្រហាក់ប្រហែលគ្នាធាតុផ្សំគឺតែមួយដូចជានៅក្នុងថ្ងៃទី27ដែលយើងត្រូវដាក់បន្ថយផ្កាយលេខ5និងបន្ថយផ្កាយលេខ2ដោយសារវត្ថុធាតុនៃការដាក់ជាគោលសំខាន់គឺយើងដាក់លោហៈ6គ្រាប់អញ្ចឹងបានយើងរើសវេលាបានដូចគ្នាចំណុចទី8គឺយើងត្រូវរកមនុស្សដែលជាសមាជិកក្រុមគ្រួសារនៅក្នុងផ្ទះរបស់យើងដែលត្រូវនឹងវេលាល្អសម្រាប់ដាក់វត្ថុមង្គលនេះចាំឯហារើសវេលាហើយចាំយើងរកមនុស្សហេតុអីបានការដាក់វត្ថុមង្គលគឺយើងត្រូវរកវេលាហើយបានយើងចាំរកមនុស្សព្រោះដោយសារមនុស្សនៅក្នុងផ្ទះភាគច្រើនគឺមានចំនួនច្រើនអ្នកនរណាម្នាក់ដាក់ក៏មានឥទ្ធិពលល្អដែរអត់មានរើសចាំបាច់មេគ្រួសារឬមួយក៏នរណាទេឲ្យតែមនុស្សដែលរស់នៅក្នុងផ្ទះគឺអាចដាក់វត្ថុមង្គលបានទាំងអស់យើងនិយាយតែជាសមាជិកក្រុមគ្រួសារណាបងប្អូនអញ្ចឹងពេលដែលយើងរកវេលាហើយយើងទៅរកមនុស្សគឺងាយស្រួលជាងព្រោះដោយសារមនុស្សគឺប្រហែលជាអាចច្រើនជាងវេលារកមិនងាយបានទេសម្រាប់ដាក់វត្ថុមង្គលប៉ុន្តែបើសិនជាបងប្អូនរស់នៅម្នាក់ឯងបងប្អូនអាចរកពេលវេលាដើម្បីឲ្យត្រូវជាមួយនឹងបងប្អូនដែរអញ្ចឹងបងប្អូនរកជំហានណាមុនក៏បានតែនេះខ្ញុំរកតាមវិធីសាស្ត្រងាយព្រោះភាគច្រើននៅក្នុងផ្ទះគឺតែងតែមានជាក្រុមគ្រួសារមនុស្សច្រើនគ្នាចំណុចទី9គឺខ្ញុំសូមមិនរៀបរាប់បន្ថែមជាក្បួនខ្លះដែលយើងអត់អាចនិយាយចេញបានអញ្ចឹងបងប្អូនទាំងអស់គ្នារៀបរាប់អស់សក្តីហើយសង្ឃឹមថាបងប្អូនដែលជាអ្នក
ជឿទៅលើក្បួនហ្វុងស៊ុយនៃការរៀបចំតារាសាស្ត្រប្រចាំឆ្នាំបងប្អូនប្រហែលជាមិនជឿតាមលោកគ្រូអ្នកគ្រូទាំងស្រុងទេគឺបងប្អូនត្រូវចេះស្វែងយល់ដោយខ្លួនឯងបន្ថែមទៀតហើយបងប្អូនអាចចេះប្រៀបធៀបព្រោះគ្រូ10ក្បួនខុសគ្នាទាំង10បងប្អូនស្វែងយល់ខ្លួនឯងបងប្អូននឹងអាចគិតពិចារណាបន្ថែមទៅលើចំណុចត្រូវឬខុសខ្វះខាតត្រង់ណាដែលបងប្អូនអាចធ្វើខ្លួនឯងបន្ថែមទៀតកុំចាំតែគ្រូរាយរាប់ប្រាប់1122ខ្ញុំសូមបញ្ជាក់បន្ថែមថ្ងៃទី27ថ្ងៃមាសដកនៅលើឆ្លូវដែលផ្កាយប្រចាំឆ្នាំម្សាញ់ផ្កាយលេខ2ចុះចរនៅកដាផ្កាយប្រចាំខែឆ្លូវគឺផ្កាយលេខ9ចុះចរនៅកដាផ្កាយប្រចាំថ្ងៃឆ្លូវគឺផ្កាយលេខ2ចុះចរនៅកដាចំណែកឯចូលដល់ថ្ងៃទី5ថ្ងៃមាសបូកនៅលើចថ្ងៃជោគជ័យនៅក្នុងខែខាឆ្នាំមមីគឺផ្កាយប្រចាំឆ្នាំមមីគឺផ្កាយលេខ1ផ្កាយប្រចាំខែខាគឺផ្កាយលេខ1ផ្កាយប្រចាំថ្ងៃចគឺផ្កាយលេខ2អញ្ចឹងបងប្អូនសម្រាប់ការចាត់ចែងអំពីតារាសាស្ត្រឆ្នាំខែថ្ងៃម៉ោងគឺខ្ញុំរៀបចំជូនបងប្អូនមក complete ស្អាតអស់ហើយកុំព្រួយបារម្ភដូច្នេះវេលា2ថ្ងៃនេះបងប្អូនសេរីរកតែសមាជិកក្រុមគ្រួសារណាដែលត្រូវជាមួយនឹងថ្ងៃមួយណាដែលល្អជាងគេមើលទៅលើម៉ោងមួយណាដែលល្អជាងគេដែលខ្ញុំបានរៀបរាប់រួចហើយសម្រាប់ម៉ោងនៅក្នុងថ្ងៃឆ្លូវគឺយើងអាចធ្វើបាននៅក្នុងម៉ោងម្សាញ់ប៉ុន្តែបើនៅក្នុងម៉ោងម្សាញ់អ្នកឆ្នាំកុរកុំធ្វើនៅក្នុងម៉ោងនេះឬមួយក៏បងប្អូនអាចធ្វើនៅម៉ោងរកាតែអ្នកឆ្នាំថោះកុំធ្វើនៅម៉ោងរកាចំណែកឯនៅថ្ងៃទី5ខែកុម្ភៈបងប្អូនអាចធ្វើនៅក្នុងម៉ោងឆ្លូវតែបងប្អូនដែលកើតនៅក្នុងឆ្នាំមមែហាមធ្វើណាម៉ោងឆ្លូវចំណែកឯម៉ោងមួយទៀតនៅក្នុងថ្ងៃទី5ខែកុម្ភៈនេះបងប្អូនអាចធ្វើនៅម៉ោងរកាតែអ្នកដែលកើតឆ្នាំថោះហាមធ្វើសម្រាប់ពេលវេលាម៉ោងដែលខ្ញុំរើសនៅក្នុងថ្ងៃចគឺខ្ញុំរើសពេលវេលាម៉ោងដែលជាម៉ោងធាតុមាសជូនបងប្អូនអត់អាចយកម៉ោងដែលហាក់ជាមួយចឲ្យបើមកហាក់ជាមួយចសិតតែម៉ោងដែលបង្កទៅជាធាតុភ្លើងអញ្ចឹងវាអត់ជួយគ្រប់គ្រងទៅលើលោហៈដែលជាវត្ថុគោលសម្រាប់បន្ថយផ្កាយនោះទេមានខមមិនមួយសួរខ្ញុំថាបើសិនជាផ្ទះបងប្អូននៅខាងត្បូងនឹងជាទ្វារចូលឬជាផ្លូវដើរជាហលវាលតែទឹកខាងត្បូងនេះអត់មានកន្លែងសម្រាប់ដាក់ចានអំបិលកាក់6ទេតែបងប្អូនត្រូវធ្វើយ៉ាងម៉េចកន្លែងនេះបងប្អូនអាចប្រើប្រាស់ឃ្លោកកាក់6ជំនួសចានកាក់អំបិលក៏បានដែរឥទ្ធិពលនៃចានកាក់អំបិលហើយនឹងឃ្លោកកាក់6គឺមានឥទ្ធិពលស្មើគ្នាបជាក្រឡអំបិលស្ងួតអំបិលគ្រួសហើយស្ងួតអត់ឲ្យប្រើប្រាស់ទឹកទេអត់ប្រើពាក្យបញ្ញភូតនៃការបន្ទុះលាបដាច់ខាតព្រោះយើងតាំងនៅទិសខាងត្បូងខ្ញុំបញ្ជាក់នេះគឺជាក្បួនរបស់ថ្នាក់រៀនកូនទុនសាយបៃតងអញ្ចឹងនៅទិសខាងត្បូងបើយើងអត់ដាក់គីឡូអំបិលកាក់6បានយើងអាចដាក់ឃ្លោកកាក់6បានចោះចំណែកឯនៅទិសខាងជើងជាងទិសខាងលិចបើសិនជាទីតាំងនេះយើងអត់ចង់ដាក់ឃ្លោកកាក់6តែយើងអាចដាក់ជាគីឡូអំបិលកាក់6បានអត់បញ្ជាក់នៅទិសខាងជើងជាងទិសខាងលិចអត់អាចដាក់ក្រឡអំបិលកាក់6ជំនួសឃ្លោកធម្មជាតិកាក់6បានទេហើយខ្ញុំបានបញ្យល់នេះណាគឺសម្រាប់ឃ្លោកកាក់6គឺខ្ញុំឲ្យចងអំបោះ5ធាតុខ្ញុំបញ្ជាក់ណាហើយបើសួរថាអូចងអំបោះពណ៌អីបានបងប្អូនបើសិនជាយើងតជក់អត់បានបងប្អូនធ្វើអីទៅតែបើសិនជាខុសក្បួនអានឹងបានន័យថាខ្ញុំប្រាប់បងប្អូនហើយតែបងប្អូនអត់ធ្វើតាមប៉ុន្តែវាមិនខុសតោះអីខ្លាំងទេបងប្អូនណាតែគ្រាន់តែថានេះគឺជាអ្វីដែលខ្ញុំគណនាត្រឹមត្រូវទៅតាមក្បួនអត់ឲ្យមានចន្លោះនៅក្នុងទិសខាងជើងជាងទិសខាងលិចដោយសារវាជាប់ទិសអាសលអញ្ចឹងខ្ញុំឲ្យប្រើឃ្លោកធម្មជាតិដែលជាធាតុឈើនៅក្នុងការដែលយើងអាចទប់ទល់ជាមួយនឹងទិសអាសលបានមួយផ្នែកដែរអញ្ចឹងខ្ញុំគណនាលម្អិតណា
អញ្ចឹងអត់អាចដាក់ជាកន្លកាក់6នៅទិសខាងជើងឈៀងទិសខាងលិចបានទេខ្ញុំសង្ឃឹមថាវីដេអូនេះបងប្អូនអាចយល់ដឹងច្រើនមិនត្រឹមតែដាក់ទៅតាមវេលាខ្ញុំទេបងប្អូនដឹងអំពីជំហាននៃវិធីសាស្ត្រដើម្បីរៀបចំតារាសាស្ត្រប្រចាំឆ្នាំអាចឆ្នាំក្រោយទៀតបងប្អូនអាចរៀបចំបានដោយខ្លួនឯងណាកុំពឹងផ្អែកទៅលើគ្រូទាំងស្រុងបងប្អូនណាចេះខ្លួនឯងទើបស្រួលគេកុហកមិនបានអញ្ចឹងខ្ញុំសូមអរគុណសូមជម្រាបលា